បាទជំរាបសួរនិងសួស្តីបងប្អូនទាំងគ្នាស្វាគមន៍ជាថ្មីមកកាន់ Channel កណ្ដាល Android វីដេអូរបស់ខ្ញុំថ្ងៃនេះគឺចង់បង្ហាញបងប្អូនទាំងគ្នាពីដំណោះស្រាយបញ្ហាផ្លេចពាក្យសម្ងាត់ឬក៏ password នៅក្នុងគណនីវីរៈបន្ថែមណាបាទអញ្ចឹងបងប្អូនយើងដែលធ្លាប់មានគណនីវីរៈបន្ថែមពីមុនមកហើយប៉ុន្តែបងប្អូនច្រឡំលុប app ឬក៏កម្មវិធីវីរៈបន្ថែមឬក៏មួយទៀតបងប្អូនយើងដែលបដូរទូរស័ព្ទថ្មីបងប្អូនទៅទិញទូរស័ព្ទថ្មីអីបងប្អូនចង់ទៅឡើងចូលប្រើប្រាស់នៅ app វីរៈបន្ថែមវិញប៉ុន្តែផ្លេច password ឬក៏ពាក្យសម្ងាត់ហ្នឹងបងប្អូនមើលវីដេអូនេះគឺត្រូវហើយបាទអញ្ចឹងតោះទៅដឹងពីរបៀបក្នុងការផ្លាស់ប្ដូរពាក្យសម្ងាត់នៅក្នុង account វីរៈបន្ថែមរបស់គ្នាបាទជំហានដំបូងយើងចុចបើក app វីរៈបន្ថែមរបស់យើងមកបាទចាំមក flat កន្លែងនេះយើងអាចចុចចម្លងបានបាទអញ្ចឹងចូលមកដល់កន្លែងនេះជាធម្មតាបងប្អូនត្រូវបំពេញលេខទូរស័ព្ទហើយនឹងពាក្យសម្ងាត់នៅកន្លែងនេះណាបាទប៉ុន្តែបើសិនជាយើងភ្លេចពាក្យសម្ងាត់ហើយបងប្អូនអត់មានអីត្រូវបំពេញទេពាក្យសម្ងាត់ហ្នឹងណាបាទអញ្ចឹងបើបងប្អូនភ្លេចពាក្យសម្ងាត់ឬក៏ password របស់វាបងប្អូនអត់មានអីត្រូវពិបាកទេបាទបងប្អូនក៏លេខមើលកន្លែងនេះបាទកន្លែងគេដាក់ថាភ្លេចពាក្យសម្ងាត់បាទនៅគៀនខាងក្រោមហ្នឹងចុចកន្លែងហ្នឹងមកបាទហើយយើងវាយលេខទូរស័ព្ទរបស់យើងចូលបាទបន្ទាប់មកយើងចុចបន្តហើយខាងក្រុមហ៊ុនវីរៈបន្ថែមនឹងផ្ញើលេខកូដផ្ទៀងផ្ទាត់4ខ្ទង់បាទមកហើយបាទអញ្ចឹងលេខកូដ4ខ្ទង់របស់ខ្ញុំគឺ0111បាទអញ្ចឹងយើងចុចកឡោនទី1មកដើម្បីបំពេញលេខកូដមិនបាទអញ្ចឹងលេខកូដដែលគេផ្ញើមក4ខ្ទង់នោះប្រហែលបងប្អូនចុចតាមលេខកូដតាមសារ SMS ណាកុំចុចពេញតាមខ្ញុំប្រយ័ត្នខុសបាទឥឡូវខ្ញុំចុចលេខកូដដែលគេផ្ញើមករបស់ខ្ញុំមិញសិនបាទ0111អូខេបន្ទាប់មកវានឹងចូលមកដល់កន្លែងនេះដើម្បីឲ្យយើងផ្លាស់ប្ដូរពាក្យសម្ងាត់ឬក៏ password ថ្មីបាទអូខេអញ្ចឹងយើងដាក់លេខកូដសម្ងាត់ថ្មីមកឬក៏ពាក្យ password ថ្មីរបស់យើងមកបាទអញ្ចឹងយើងអាចដាក់អក្សរធំនៅពីមុខបន្ទាប់មកលេខបន្ទាប់មកទៀតនិមិត្តសញ្ញាបាទហើយពាក្យសម្ងាត់ហ្នឹងយើងគួរតែដាក់ចាប់ពី8ខ្ទង់ឡើងទៅល្អបាទតែអញ្ចឹងខ្ញុំសូមដាក់ពាក្យសម្ងាត់របស់ខ្ញុំសិនហើយកន្លែងហ្នឹងបើសិនជាយើងអត់ច្បាស់ថាយើងបំពេញពាក្យសម្ងាត់ទៅត្រូវចិត្តរបស់យើងឬក៏អត់ទេបាទបងប្អូនក៏លេខមើលកន្លែងនេះបាទកន្លែងសញ្ញាភ្នែកហ្នឹងបាទយើងចុចកន្លែងហ្នឹងមកដើម្បីមើលពាក្យសម្ងាត់ដែលយើងបានសរសេរបំពេញហ្នឹងថាតើត្រូវចិត្តយើងឬអត់បាទនេះចុចសញ្ញាខ្វែងភ្នែកហ្នឹងមកអូខេកាមេរ៉ាមើលអត់សូវច្បាស់ទៀតបាទប៉ុណ្ណឹងគឺវានឹងបង្ហាញpassword ដែលយើងបំពេញមកនេះបាទអញ្ចឹងឥឡូវយើងសូមបិទ password របស់ខ្ញុំវិញសិនអូខេបន្ទាប់ពីយើងដាក់ password ផ្នែកខាងលើហើយបងប្អូនត្រូវដាក់ password នៅខាងក្រោមម្ដងទៀតបាទខាងលើដាក់មិនខាងក្រោមត្រូវដាក់អញ្ចឹងដែរដូចគ្នាបាទបានន័យថាគេឲ្យបញ្ជាក់លេខកូដឬក៏បញ្ជាក់ password ដែលយើងដាក់ហ្នឹងណាបាទយើងដាក់ឲ្យត្រូវគ្នាជាមួយនឹងខាងលើមកខាងលើដាក់អីខាងក្រោមដាក់នឹងដែរបាទតែខ្ញុំដាក់សិនអូខេបន្ទាប់ពីយើងបំពេញpassword ខាងលើខាងក្រោមដូចគ្នាហើយបងប្អូនចុចធ្វើមកឲ្យបាត់ keyboard មកបាទបងប្អូនចុចពាក្យថា done នេះបាទចុចពាក្យថា done នៅខាងក្រោម keyboard នេះបន្តមកទៀតយើងចុចទៅលើពាក្យថាបន្តនៅខាងក្រោមនេះឥឡូវនេះយើងបានផ្លាស់ប្ដូរពាក្យសម្ងាត់ឬក៏ password នៃគណនីវីរៈបន្ថែមរួចរាល់ហើយអញ្ចឹងយើងបំពេញលេខទូរស័ព្ទមកពេញលេខទូរស័ព្ទហើយយើងដាក់ពាក្យសម្ងាត់ចូលទៅគឺយើងអាចចូលប្រើប្រាស់គណនីវីរៈបន្ថែមបានហើយបាទអូខេឥឡូវខ្ញុំដាក់លេខទូរស័ព្ទរបស់ខ្ញុំសិនអូខេដាក់លេខទូរស័ព្ទហើយយើងដាក់ password ដែលយើងបានបដូរមិញហ្នឹងមកបាទខ្ញុំ pass ចូលតែម្ដងបាទតបមកយើងចុចឲ្យវាបាត់ keyboard ឬក៏ចុចកន្លែងដាននេះហើយយើងចុចពាក្យថាចូលប្រើប្រាស់បាទចូលប្រើប្រាស់អូខេចាំបន្តិច បាទឥឡូវនេះគឺយើងអាចចូលប្រើប្រាស់
អ្នកនេះវាបានthamបានវិញហើយបាទអូខេអញ្ចឹងអរគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ហើយបើសិនជាបងប្អូនមានជាចម្ងល់អត់យល់តាមអត់តន់ត្រង់ចំណុចណាមួយបងប្អូនអាច comment សួរនៅខាងក្រោមវីដេអូបានហើយយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀត